ចែករំលែកក្តីស្រឡាញ់ជាមួយនឹងស្កខប់មីគីតាថ្ងៃចុងសប្តាហ៍តនេតនេដឹងតណាក៏បានពពោះបងប្អូនមកជួបគ្នានៅខាងម្ដងនៃសតខានជួបគ្នាយូរហើយពាក់រៀបចំខ្លួនអីឡើងមកស្អាតរៀបនឹងចាញ់ទៅហើយហ្នឹងហើយប៉ុន្តែនឹកឃើញថាភ្លេចរបស់អីមួយភ្លេចអីភ្លេចបានប៉ុន្តែកុំភ្លេចជាមួយនឹងរបស់ផ្ញើសម្រាប់ខ្ញុំថ្ងៃនេះផងដែរគឺខ្ញុំជ្រើសរើសជាមួយនឹងស្កខប់មីគីតាបាយទៅផ្ញើពួកគាត់នៅថ្ងៃនេះពួកស្កខប់មីគីតាគឺជាប្រភេទស្កគ្រាប់ដែលផ្សំឡើងពីទឹកដោះគោស្រស់ពិតមកពីប្រទេសញូហ្សេឡង់ជាតិវិញគឺថាបែបគ្រីមទឹកដោះគោញ៉ាំទៅគឺថាទឹកដោះគោពេញមាត់បងអ្នកនរគ្នាហើយគឺមាន3រសជាតិស្ទ្រូប៊េរីសូកូឡាជាមួយសក់សៅក៏ក្រុមនេះហើយគឺថាមានលក្ខណៈងាយស្រួលនិងល្អបំផុតសម្រាប់ក្នុងការចែករំលែកមនុស្សជាទីស្រឡាញ់ក៏ដូចជាដាក់ឲ្យកូនទៅសាលារៀននេះគឺថាខ្ញុំមកដល់កន្លែងដែលត្រូវណាត់ជួបគ្នាអ្នកនរគ្នាគឺខ្ញុំណាត់ជួបគ្នានៅសួនណានឹងឡើយគឺថាពួកគាត់វក់លេងខ្លាំងមែនតើអ្នកនរគ្នាអត់ចាប់អារម្មណ៍ថាខ្ញុំដើរកាត់នឹងទេស្រាប់តែកន្លែងភ្នែកមកឆ្វេងមកគឺថាឃើញខ្ញុំនឹងគឺថារត់តាមយកមកពួកគាត់នឹងថាខ្ញុំតែងតែផ្ញើរបស់ដែលគាត់ចូលចិត្តជាពិសេសហ្នឹងជាមួយនឹងស្កខមីហ្គីតាហ្នឹងគឺជា favorite របស់ពួកគាត់បានជាមួយនឹងស្កខមីហ្គីតាបែបម្នាក់មួយខ្សែគឺថាអញញ៉ាំបិទមាត់អត់ចិត្តទេទាំងអស់គ្នាបានគឺថាពួកគាត់ញ៉ាំទាំងសប្បាយចិត្តហើយសំខាន់របស់ដែលពួកគាត់ចូលចិត្តទៀតរបស់ហ្នឹងតិចក្តីច្រើនក្តីអ្វីដែលយើងអាចចែករំលែកក្តីស្រឡាញ់ទៅលើមនុស្សជុំវិញខ្លួនយើងបានហ្នឹងគឺយើងធ្វើឲ្យដូចជាស្កខមីហ្គីតាបាយនេះជាដើមជាមួយនឹងស្កខមីហ្គីតានេះជួមនុស្សជាទីស្រឡាញ់ពេលដូចជាផ្ដល់ភាពកក់ក្ដៅនិងចែករំលែកក្តីស្រឡាញ់ទៅដល់ពួកគាត់អញ្ចឹងកុំភ្លេចណាទិញជាមួយនឹងស្កខមីហ្គីតាចែកជូនទៅដល់មនុស្សជាទីស្រឡាញ់របស់យើងទាំងអស់គ្នា